បាទបងប្អូនចន្ទទីចូលដល់ចុងខែ10ហើយតើយើងគួរជំរុះឬបាញ់ជំរុញយកត្រួយបងប្អូនរៀនសង្កេតមើលបែបនេះវិញបើចន្ទទីរបស់យើងបាទស្លឹកវាតិចបែបនេះណាបងប្អូនកុំជំរុះបាទការជំរុះមិនសូវជាល្អប្រមាណទេបងប្អូនបាទការជំរុះគេជំរុះសម្រាប់ចន្ទទីដែលវាអស់សមត្ថភាពក្នុងការផលិតត្រួយចន្ទទីអាយុច្រើនដើមចាស់ណាបងប្អូនបាទតែបើចន្ទទីរបស់យើងអាយុនៅ7 8ឆ្នាំបែបនេះគ្រាន់តែវាមានត្រួយគ្រាន់តែវាមានស្លឹកចាស់មិនទាន់មានត្រួយបែបនេះបងប្អូនកុំទាន់ជំរុះបងប្អូនឃើញអត់ស្លឹកតិចទេឥឡូវយើងចាប់ផ្ដើមចុះធ្វើការបាញ់ជីបំពន់ដើម្បីសន្សំអាហារជំរុញយកត្រួយតែម្ដងបាទអញ្ចឹងដើម្បីឲ្យជំរុញបាទចេញត្រួយបានល្អមានប្រសិទ្ធភាពចន្ទទីវាត្រូវការជាមួយនឹងអាហារគោលគឺការដាក់ជីគល់អញ្ចឹងការដាក់ជីគល់បងប្អូនអាចដាក់កាលពីខែ7ម្ដងហើយយើងមកដាក់នៅដើមខែ10នេះម្ដងទៀតដាក់នៅដើមខែ10បងប្អូនអាចប្រើជាប្រភេទជីទឹកបើប្រើជីគ្រាប់វាអាចរំលាយយឺតពេលដែលមេឃរាំងស្ងួតទៅចន្ទទីស៊ីជីមិនអស់តែបើយើងប្រើជីទឹកវារំលាយលឿនក្នុងការដឹកនាំអាហារទៅផលិតត្រួយបាទអាហ្នឹងទី1ទី2ពេលដែលបងប្អូនដាក់ជីគល់រួចយើងត្រូវបាញ់ជីបំពន់សំអាហារទៅលើស្លឹកដើម្បីរំញោចដាស់ដំណេកត្រួយថ្មីតែម្ដងបាទបញ្ជាក់ចន្ទទីបែបនេះមិនគួរជំរុះទេអញ្ចឹងបងប្អូនដែលធ្វើចន្ទទីមានជាសំណួរចម្ងល់អីអាចខមមិនសាកសួរបានឬក៏បាទបងប្អូនចន្ទទីចូលដល់ចុងខែ10ហើយតើយើងគួរជំរុះឬបាញ់ជំរុញយកត្រួយបងប្អូនរៀនសង្កេតមើលបែបនេះវិញបើចន្ទទីរបស់យើងបាទស្លឹកវាតិចបែបនេះណាបងប្អូនកុំជំរុះបាទការជំរុះមិនសូវជាល្អប្រមាណទេបងប្អូនបាទការជំរុះគេជំរុះសម្រាប់ចន្ទទីដែលវាអស់សមត្ថភាពក្នុងការផលិតត្រួយចន្ទទីអាយុច្រើនដើមចាស់ណាបងប្អូនបាទតែបើចន្ទទីរបស់យើងអាយុនៅ7 8ឆ្នាំបែបនេះគ្រាន់តែវាមានត្រួយគ្រាន់តែវាមានស្លឹកចាស់មិនទាន់មានត្រួយបែបនេះបងប្អូនកុំទាន់ជំរុះបងប្អូនឃើញអត់ស្លឹកតិចទេឥឡូវយើងចាប់ផ្ដើមចុះធ្វើការបាញ់ជីបំពន់ដើម្បីសន្សំអាហារជំរុញយកត្រួយតែម្ដងបាទអញ្ចឹងដើម្បីឲ្យជំរុញបាទចេញត្រួយបានល្អមានប្រសិទ្ធភាពចន្ទទីវាត្រូវការជាមួយនឹងអាហារគោលគឺការដាក់ជីគល់អញ្ចឹងការដាក់ជីគល់បងប្អូនអាចដាក់កាលពីខែ7ម្ដងហើយយើងមកដាក់នៅដើមខែ10នេះម្ដងទៀតដាក់នៅដើមខែ10បងប្អូនអាចប្រើជាប្រភេទជីទឹកបើប្រើជីគ្រាប់វាអាចរំលាយយឺតពេលដែលមេឃរាំងស្ងួតទៅចន្ទទីស៊ីជីមិនអស់តែបើយើងប្រើជីទឹកវារំលាយលឿនក្នុងការដឹកនាំអាហារទៅផលិតត្រួយបាទអាហ្នឹងទី1ទី2ពេលដែលបងប្អូនដាក់ជីគល់រួចយើងត្រូវបាញ់ជីបំពន់សន្សំអាហារទៅលើស្លឹកដើម្បីរំញោចដាស់ដំណេកត្រួយថ្មីតែម្ដងបាទបញ្ជាក់ចន្ទទីបែបនេះមិនគួរជំរុះទេអញ្ចឹងបងប្អូនដែលធ្វើចន្ទទីមានជាសំណួរចម្ងល់អីអាចខមមិនសាកសួរបានឬក៏បាទបងប្អូនចន្ទទីចូលដល់ចុងខែ10ហើយតើយើងគួរជំរុះឬបាញ់ជំរុញយកត្រួយបងប្អូនរៀនសង្កេតមើលបែបនេះវិញបើចន្ទទីរបស់យើងបាទស្លឹកវាតិចបែបនេះណាបងប្អូនកុំជំរុះបាទការជំរុះមិនសូវជាល្អប្រមាណទេបងប្អូនបាទការជំរុះគេជំរុះសម្រាប់ចន្ទទីដែលវាអស់សមត្ថភាពក្នុងការផលិតត្រួយចន្ទទីអាយុច្រើនដើមចាស់ណាបងប្អូនបាទតែបើចន្ទទីរបស់យើងអាយុនៅ7 8ឆ្នាំបែបនេះគ្រាន់តែវាមានត្រួយគ្រាន់តែវាមានស្លឹកចាស់មិនទាន់មានត្រួយបែបនេះបងប្អូនកុំទាន់ជំរុះបងប្អូនឃើញអត់ស្លឹកតិចទេឥឡូវយើងចាប់ផ្ដើមចុះធ្វើការបាញ់ជីបំពន់ដើម្បីសន្សំអាហារជំរុញយកត្រួយតែម្ដងបាទអញ្ចឹងដើម្បីឲ្យជំរុញបាទចេញត្រួយបានល្អមានប្រសិទ្ធភាពចន្ទទីវាត្រូវការជាមួយនឹងអាហារគោលគឺការដាក់ជីគល់អញ្ចឹងការដាក់ជីគល់បងប្អូនអាចដាក់កាលពីខែ7ម្ដងហើយយើងមកដាក់នៅដើមខែ10នេះម្ដងទៀតដាក់នៅដើមខែ10បងប្អូនអាចប្រើជាប្រភេទជីទឹកបើប្រើជីគ្រាប់វាអាចរំលាយយឺតពេលដែលមេឃរាំងស្ងួតទៅចន្ទទីស៊ីជីមិនអស់តែបើយើងប្រើជីទឹកវារំលាយលឿនក្នុងការដឹកនាំអាហារទៅផលិតត្រួយបាទអាហ្នឹងទី1ទី2ពេលដែលបងប្អូនដាក់ជីគល់រួចយើងត្រូវបាញ់ជីបំពន់សន្សំអាហារទៅលើស្លឹកដើម្បីរំញោចដាស់ដំណេកត្រួយថ្មីតែម្ដងបាទបញ្ជាក់ចន្ទទីបែបនេះមិនគួរជំរុះទេអញ្ចឹងបងប្អូនដែលធ្វើចន្ទទីមានជាសំណួរចម្ងល់អីអាចខមមិនសាកសួរបានឬក៏